Ok, sự sấy bóng bóng dưỡng hay ní chi rồi biếp deposit rồi biếp đặt lối nơi khung broker Atima Market. Chỉ từ bóng bóng đọc này còn tự trôi nó khung websiteឬក៏ចូលនៅក្នុង app Atima Market មកបងប្អូនអរគ្នាអញ្ចឹងបងប្អូនអរគ្នាចុចពាក្យថា deposit នឹងចុចពាក្យថា deposit នេះមកចុចទៅលើវាមកហើយកន្លែងនេះយើងជ្រើសរើសយកប្រភេទ account យើងថាយើងចង់ដាក់ account មួយណាដែលយើងចង់ដាក់អញ្ចឹងខ្ញុំចង់ដាក់account USD ហ្នឹងហើយព្រោះថាយើងចង់ deposit បាននៅក្នុង Atima Market គឺយើង deposit ចាប់ពី$50ឡើងអញ្ចឹងឧទាហរណ៍ខ្ញុំដាក់$500ឲ្យបងប្អូនអរគ្នាមើលហើយបន្ទាប់ពីយើងដាក់ amount $500មកបងប្អូនអរគ្នាចុចពាក្យ continue បន្ទាប់ពីយើងចុចពាក្យថា continue មកនេះយើងចុចពាក្យថា local bank transfer យើងដាក់តាម local bank transfer ហើយអត់មាន fee ទេ fee គឺ0ហើយចំពោះដកហើយនឹងដាក់លុយគឺ24ម៉ោងក្នុងមួយសប្តាហ៍ពេញតែម្ដងថ្ងៃសៅរ៍ទឹកគឺយើងអាចដកដាក់បានដែរបងប្អូនអរគ្នាចុចពាក្យ continue បន្ទាប់មកបងប្អូនទាំងអស់គ្នាកន្លែងនេះចុចពាក្យថា pay មកហ្នឹងហើយយើងចូលទៅ pay លុយយើងហើយបន្ទាប់មកយើងជ្រើសរើសយកថាយើង pay លុយតាមវិធីណាវាមាន AC ABA ហើយនឹង Wing អញ្ចឹងយើងចុចយក ABA មកខ្ញុំ pay តាម ABA ខ្ញុំចុចពាក្យ confirm ចឹងខ្ញុំបំពេញឈ្មោះពេញរបស់ខ្ញុំនេះឈ្មោះពេញរបស់ខ្ញុំរាសណាត់អូខេខ្ញុំ submit បញ្ចូលបន្ទាប់មកបងប្អូនអរគ្នាពេលណាដែលយើង request ឃើញឈ្មោះបែបណាយើងបាញ់លុយទៅកំហុនបែបហ្នឹងទៅដោយសារតែឧទាហរណ៍ឃើញឈ្មោះបែបនេះខ្ញុំបាញ់លុយទៅបែបនេះបងប្អូនអរគ្នា request នៅក្នុងហ្នឹងទៅឃើញឈ្មោះផ្សេងបងប្អូនអរគ្នាបាញ់ទៅឈ្មោះផ្សេងទៅអញ្ចឹងណាតែសំខាន់ឲ្យតែបងប្អូនទាំងអស់គ្នា request ឃើញបែបណាគឺយើងបាញ់ទៅបែបហ្នឹងទៅអត់បានទេបងប្អូនអរគ្នាអូខេចាំតិចខ្ញុំបាញ់លុយទៅសិនបងប្អូនអូខេបន្ទាប់ពីយើងបាន pay លុយទៅកំហុនអញ្ចឹងយើងរងចាំបន្តិចទៅបងប្អូនអរគ្នារងចាំបន្តិចទៅគឺនឹងឃើញ balance យើង load ចូលនៅក្នុងហ្នឹងហើយយើងអត់ចាំបាច់ចុចកន្លែងនេះក៏បានដែរអាកន្លែងរក្សាទុកយើងចង់ដាក់អា bank slip ដែលយើងបាញ់លុយទៅកំហុនហ្នឹងយើង screenshot មកយើង upload នៅកន្លែងនេះមួយក៏បានដែរយើងចង់អត់ upload ក៏បានអញ្ចឹងណាបងប្អូនអរគ្នាអញ្ចឹងយើងមិនបាច់ upload ទេហ្នឹងហើយខ្ញុំអត់ upload ទេចាំប្រហែលជា1ទៅ5នាទីឬក៏បងប្អូនអ្នកគ្នាលើសពី5នាទីអាច contact មកខ្ញុំបានខ្ញុំនឹងឲ្យគេ approve លុយរត់ទៅលឿនសម្រាប់បងប្អូនអ្នកគ្នាអូខេបងប្អូនអ្នកគ្នាគឺលុយយើងបាន load ចូលនៅក្នុង balance របស់យើងហើយបងប្អូនអ្នកគ្នាអញ្ចឹងសម្រាប់ការ deposit មិញគឺរយៈពេល1នាទីជាងអត់ដល់1នាទីទេបងប្អូនអ្នកគ្នាគឺលុយយើង load ចូលតែម្ដងអញ្ចឹងចំពោះការ deposit គឺមានតែប៉ុណ្្នឹងទេបងប្អូនអ្នកគ្នាហើយខ្ញុំចង់បញ្ជាក់បងប្អូនអ្នកគ្នាមួយទាក់ទងទៅនឹងការ deposit លុយយើងត្រូវតែធ្វើម៉េចឲ្យឈ្មោះរបស់យើងឈ្មោះ account យើងហើយនិងឈ្មោះកងធនាគារយើងដូចគ្នាហើយយើង pay លុយទៅគឺជាលុយដុល្លារហាមដាច់ខាត់យើង pay លុយជាលុយខ្មែរហាមដាច់ខាត់យើងយកកងធនាគារអ្នកផ្សេងមក deposit នៅឈ្មោះ account ផ្សេងគ្នាអញ្ចឹងចំពោះការ deposit យើងត្រូវតែឈ្មោះកងធនាគារឈ្មោះ account ត្រូវតែដូចគ្នាណាបើមិនតែឈ្មោះខុសគ្នាយកកងធនាគារអ្នកផ្សេងមកដាក់លុយគឺអត់បានទេបងប្អូនគឺអត់បានទេអញ្ចឹងខ្ញុំចង់បញ្ជាក់បងប្អូននៅកន្លែងហ្នឹងចំពោះការ deposit យើងត្រូវតែឈ្មោះ account យើងហើយនឹងឈ្មោះកងធនាគារត្រូវតែដូចគ្នាទើបយើងអាច deposit បានអញ្ចឹងចំពោះវីដេអូទាក់ទងទៅនឹងការ deposit គឺមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយ see you សួស្តីបងប្អូនអរគ្នានេះជាវីដេអូពីរបៀបការដកលុយនៅក្នុង Atima Market ពីរបៀប withdraw នៅក្នុង Atima Market អញ្ចឹងជាដំបូងបងប្អូនអរគ្នាគ្រាន់តែចូលនៅក្នុង website បងប្អូនអរគ្នានឹងឃើញទម្រង់បែបនេះអញ្ចឹងបងប្អូនអរគ្នាចង់ចូលតាម app ក៏បានដែរ app Atima Market ហ្នឹងហើយអញ្ចឹងឧទាហរណ៍ខ្ញុំចូលតាម website ខ្ញុំចូលពាក្យថាបងប្អូនពេលដែលបងប្អូនចូលនៅក្នុង website បងប្អូននឹងឃើញទម្រង់បែបនេះអញ្ចឹងយើងចុចពាក្យថា withdraw យើងចុចពាក្យថា withdraw ហ្នឹងមកអូខេអញ្ចឹងយើង select យកប្រភេទ account ដែលយើងមានលុយដែលយើងចង់ដកឧទាហរណ៍ខ្ញុំ select យកប្រភេទ account ខ្ញុំដែលមាន balance balance $500អញ្ចឹងខ្ញុំនឹងធ្វើការ withdraw ឲ្យបងប្អូនអរគ្នាមើលយើងដាក់ amount $500ឡើងបងប្អូនអរគ្នាអញ្ចឹងយើងចុចពាក្យ continue ចុចពាក្យ continue អញ្ចឹងបងប្អូនអរគ្នាត្រូវបំពេញឈ្មោះហ្នឹងហើយត្រូវបំពេញឈ្មោះយើងហើយយើងត្រូវជ្រើសរើសយកប្រភេទbank ដែលយើងចង់ដកអញ្ចឹងណាឧទាហរណ៍ខ្ញុំដកតាម ABA ខ្ញុំចុច select យក ABA មកហើយនេះឈ្មោះរបស់ខ្ញុំហើយដាក់លេខកងធនាគាររបស់យើងមកអូខេបន្ទាប់ពីយើងដាក់លេខកងធនាគាររបស់យើងហើយយើងចុច withdraw now នេះ withdraw now ហ្នឹងមកអូខេរងចាំតិចបងប្អូនគ្នាលើ slow អូខេចំពោះការ withdraw គឺមានតែប៉ុណ្្នឹងទេបងប្អូនគ្នានេះគឺយើងបាន withdraw ហើយយើងអញ្ចឹងយើងរងចាំបន្តិចទៅលុយនឹងធ្លាក់ចូលនៅក្នុង ABA របស់យើងហើយអញ្ចឹងសម្រាប់ការ withdraw គឺមានតែប៉ុណ្្នឹងអរគុណជួបគ្នានៅវីដេអូក្រោយ see you